បាទជំរាបសួរក៏ដូចជាសួស្តីទាំងអស់គ្នាដែរថ្ងៃនេះយើងមកមើលលំហាត់តាក់ទងជាមួយនឹងមេរៀនអនុវត្តច្បាប់ Newton តាក់ទងជាមួយនឹងចលនារណបជុំវិញផែនដីអញ្ចឹងយើងមកមើលលំហាត់យើងទាំងអស់គ្នាគេថាលេខ5គេចង់បង្ហោះរណបមួយនៅរយៈកម្ពស់បាទដាក់មើលប៉ុណ្នេះមកបាទនៅរយៈកម្ពស់ h គឺ1600 គីឡូម៉ែត្រពីផ្ទៃដីឲ្យវិលជុំវិញផែនដីតាមរង្វង់មួយឲ្យវិលបានមួយជុំនៅក្នុងរយៈពេល2ម៉ោងគេឲ្យកម្មផែនដី Air ស្មើជាមួយនឹង6400គីឡូម៉ែត្រក៏គណនាល្បឿនប្រវែងនៃរណបនោះខគណនាអាំងតង់ស៊ីតេនៃដែនទំនាញនៅរយៈកម្ពស់ h អញ្ចឹងយើងមកមើលដំណោះស្រាយរបស់គ្នាបាទអញ្ចឹងគណនាល្បឿនប្រវែងនៃរណបអញ្ចឹងយើងមើលបាទល្បឿនប្រវែងនៃរណបអានេះគឺយ៉ាក្រាមអានេះគឺផែនដីរបស់យើងអានេះចលនារបស់រណបជុំវិញផែនដីបាទដែលយើងយកអ្នកសង្កេតនៅក្នុងប្រព័ន្ធគឺវារងនៅកម្លាំងមួយយើងហៅថាកម្លាំងចាក់ចិត្តឬក៏កម្លាំងនិចលភាពបាទនេះគឺជាទម្ងន់របស់រណបទាញលើផែនដីបាទនេះជាកម្មផែនដីអានេះវានៅរយៈកម្ពស់ h ជាងយើងបានតេស្មើពីផៃនៅលើអូមេហ្គាតែអូមេហ្គាគឺស្មើវ័យលើ a យើងគុណចម្រាស់វាទៅវាស្មើពីផៃ r លើវ័យដែល r តូចរបស់យើងគឺប្រវែងសរុបគឺស្មើជាមួយនឹងប្រវែងកម្មរបស់ផែនដីបូកជាមួយនឹងរយៈកម្ពស់ដែលវាហោះអញ្ចឹងនៅពេលដែលយើងទាញបានល្បឿនគឺបានប៉ុណ្ណឹងបាទពីផៃ r បូក h នៅលើតែបាទអញ្ចឹងនៅពេលនេះគឺពេលនេះដែរគឺយើងគណនាវាមកជំនួសលេខចូលមកយើងប្របែកវាទៅខ្នាតស្តង់ដារគណនាមកឃើញល្បឿនវាគឺ6978ម៉ែត្រនៅក្នុងវិនាទីអញ្ចឹងយើងបញ្ចូលសំណួរខបាទនេះដូចនេះរបស់វាបាទយើងដាក់ដូចនេះមកត្រឡប់ទៅសេដូចនេះមកបាទគណនាអាំងតង់ស៊ីតេនៃដែនទំនាញនៅរយៈកម្ពស់ h អញ្ចឹងដោយយករណបជាតម្រុយរងនៅកម្លាំង2បាទទី1គឺកម្លាំងចាក់ចិត្តទី2គឺទម្ងន់របស់រណបមានន័យថាយើងយកតម្រុយនៅពេលថាយើងជ្រើសអ្នកសង្កេតនៅក្នុងប្រព័ន្ធបាទអញ្ចឹង f' ស្មើ v ក្រេលើ r m v ក្រេនៅលើ r បូក h បាទទម្ងន់v ស្មើ mg បាទអញ្ចឹងករណីយើងសិក្សាហ្នឹងគឺសិក្សាតាមដំណឹងធៀបហើយបើយើងជ្រើសអ្នកសង្កេតនៅក្នុងប្រព័ន្ធយើងបានផបូកតម្លៃ vector ពីរនេះស្មើ0មានថាតម្លៃវាស្មើគ្នាទិសដៅវាផ្ទុយគ្នាអញ្ចឹងយើងសាក់មួយមូលចំនួនតម្លៃវាចូលហើយទាញរើស z បាទតែពិតកន្លែងនេះ z នេះយើងតាំងវាដោយ z hash បាទ z hash មកដើម្បីឲ្យត្រឹមត្រូវជាងបាទត្រឹមត្រូវអានេះបាទអានេះគឺ z hash បាទ z hash បាទអញ្ចឹងតម្លៃ z hash នេះគឺសន្ទុះទំនាញដីនៅរយៈកម្ពស់ h បាទ z hash បាទនេះ hash បាទនេះ hash បាទស្អីទៅវារៀងបាទអញ្ចឹងការដោះស្រាយរបស់យើងជួសលេខចូលមកគឺយើងបានតម្លៃ 6.8 បាទ 6.08 ម៉ែត្រក្នុងវិនាទីការ៉េបាទដំណោះស្រាយលំហាត់របស់យើងគឺមានតែប៉ុណ្្នឹងសូមអរគុណ